ជម្រាបសួរនិងសួស្តីពុកម៉ែបងប្អូនអ្នកគ្នាផងដែរបាទស្វាគមន៍មកកាន់វីដេអូប្លុកថ្មីរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថាយើងបានមកមើលបាល់នៃការប្រកួតរវាងកម្ពុជាជាមួយនឹងអារូបាប្រទេសអារូបាអញ្ចឹងបងប្អូនហើយមុននឹងហូបកញ្ជ្រៀវមុននឹងការសោកស្ដាយអីហ្នឹងបាទជាដំបូងយើងជិះម៉ូតូមកផ្ញើម៉ូតូផ្ញើអីដើរចូលមកមើលឃើញកន្លែងគេរៀបចំស្តង់លក់អាហារលក់ម្ហូបអីផ្សេងមកបងប្អូនមានម្ហូបជាច្រើនបាទដើរមើលគេសិនទៅបាទមាន hot pot មានស្អីបែបកូរ៉េប្រហិតនេះបងប្អូនបាទអត់សូវដឹងដែរបាទបងប្អូនហើយមានមានយូរទៅម្ហូបច្រើនបើសិនជាអ្នកញ៉ាំគឺថាទៅគឺដឹងថាត្រូវចិត្តតែម្ដងបងប្អូនបាទមានបាយឆាមានមឹកអាំងមានមឹកស្ងោរមឹកចៀនមឹកឆាអីចឹងទៅបងប្អូនបាទនេះគឺថាស្រស់ខ្លាំងមែនទែនគឺថាបងប្អូនហើយក៏មានដែរបងប្អូនអើយទឹកត្នោតជូរទឹកត្នោតផ្អែមគឺថាជាតិខ្លាំងមែនទែនហើយជាពិសេសនោះគឺថាម្ជូរនេះស្រីបងប្អូនស្រីគឺថារឿងជូរនេះគឺថាចូលចិត្តបងប្អូនណាដែលចូលចិត្តម្ជូរនេះបាទអាចមកញ៉ាំបានបងប្អូនហើយនេះគឺមានមឹកស្រស់បាទមឹកអាំងមឹកអីហ្នឹងគេថាមើលទៅទំនងខ្លាំងមែនទែននេះគេដោតឆ្កាក់អញ្ចឹងបងប្អូនហើយបន្ទាប់មកក៏មានណែមមានអីថាអាណែមនេះគឺថាខ្ញុំចូលចិត្តខ្លាំងមែនទែនបងប្អូនមើលទៅគឺទំនងឆ្ងាញ់មែនទែនមកគាត់ថាយើងដើរមើលគេឯងសិនទៅបងប្អូនយើងអត់ទាន់បានទិញញ៉ាំតែមកគាត់ថាដើរថតលេងបាទថតលេងទៅបាទថាចាំយប់បន្តិចទៀតចាំយើងរឿងឃ្លានដែរបងប្អូនដើរមើលគេមើលឯងរឿងឃ្លានដែរក៏យើងបានទិញនំស្អីគេនេះមួយបាទនំបំពងនេះរូបប៉ុនកៃដនេះបាទគេថាទិញមួយហ្នឹងដើម្បីចំអែតផ្ទះដើម្បីញ៉ាំសិនទៅបងប្អូនដើម្បីមានកម្លាំងស្រែកអីសម្រាប់ជំរឿសជាតិកម្ពុជារបស់យើងអញ្ចឹងបងប្អូនបាទក្នុងនាមយើងជាពលរដ្ឋកម្ពុជាយើងត្រូវតែគ្រប់គ្រងបាល់ទាត់កម្ពុជាបងប្អូនទោះបីលទ្ធផលទោះបីការប្រកួតនេះលទ្ធផលយ៉ាងណាក្តីយើងនៅតែគ្រប់គ្រងកម្ពុជាដើម្បីឲ្យពួកគាត់មានកម្លាំងចិត្តក្នុងការលេងក្នុងការប្រកួតបន្តទៀតអញ្ចឹងបងប្អូនហើយយើងបានទិញនំអីគេហ្នឹងមួយហើយក៏ទិញទឹកត្រជាក់អីដើម្បីញ៉ាំបាទកុំឲ្យវានេះកបងប្អូនថាកុំឲ្យតាក់កស្អីទាំងអ៊ូលអញ្ចឹងបងប្អូនហើយបន្ទាប់មកក៏យើងបានដើរចូលក្នុងស្តាតបាទបងប្អូនគឺថាមនុស្សមកបន្តអីអញ្ចឹងទៅបងប្អូនហើយខ្ញុំចាប់ដើមដើរទៅចូលរកកន្លែងអង្គុយអញ្ចឹងទៅបងប្អូនហើយគឺចូលមកដល់គឺសេតខ្លាំងមែនទែនបងប្អូនគឺលទ្ធផលអារូបា2កម្ពុជាយើង0បាត់ទៅហើយបងប្អូនអើយហើយកាន់តែសេតនោះគឺថាចូលមកដល់គឺយូដៃអូកាវ៉ាហ្នឹងគឺថាត្រូវបានពិន័យកាត់ក្រហមទៀតបាទគឺថាសេតលើសេតតែម្ដងបងប្អូនបន្ទាប់ពីសេតគឺសបាយបាទបន្ទាប់ពីសបាយអស់ហូបកញ្ជ្រៀវគាត់ថាចូលមកដល់វគ្គសេតទៀតបងប្អូនអើយចូលដល់តង់ទី2គឺថាកម្ពុជាយើងទទួលបានកាត់ក្រហមមួយទៀតបាទគឺថា9នាក់ទល់នឹង11នាក់ផងដែរបាទហើយគឺសូមអរគុណបងប្អូនទាំងអស់គ្នាបាទសម្រាប់ការទស្សនាបាទវីដេអូរបស់យើងក៏បានដល់ទីបញ្ចប់ហើយឥឡូវយើងចាប់ផ្ដើមដើរទៅផ្ទះបងប្អូនហើយបងប្អូនទាំងអស់គ្នាបានដើរទៅផ្ទះបាទគឺថាលទ្ធផលកម្ពុជាយើង1អារូបា2អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាអរគុណច្រើនបងប្អូន